បាទជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទខាត់រ៉ាគឺសូមជំរាបសួរបាទហើយថ្ងៃនេះគឺយើងតែមេចន្ទីបាទចន្ទីខ្ញុំនេះអស់ក្នុងខែ6បាទអស់ក្នុងខែ6អញ្ចឹងទៅយើងចាប់ដើមតែមេតែមេនេះយើងដាក់ជីតិចតួចអាចជី1គីឡូឬក៏1គីឡូកន្លះទេដោយសារតែដាក់ក្នុងខែ6រយៈបាទហើយខែ8ខែ9យើងអាចដាក់ទៀតបានបាទហើយយើងដាក់តិចតួចវាដើម្បីឲ្យដើមវិញយើងដើមអូបាទហើយខែ8ខែ9យើងដាក់ការទឹកទឹករបស់បាទក្នុងខែនេះយើងដាក់3យោវាដើមស្លឹកវាល្អបាទខែ9បាទអញ្ចឹងយើងដាក់ម្ដង5គីឡូទេយើងដាក់យើងមើលតាមលោកនិងតាមហុកបាទអញ្ចឹង1គីឡូយើងស្រាប់ហើយយើងដាក់ប្រហែលឆ្នាំយើងដាក់ប្រហែលឆ្នាំយើងដាក់1គីឡូយើងមើលតាមតាមទៀតតាមទៅហើយនេះខ្ញុំមកតែអញ្ចឹងទីតខ្ញុំតែខ្ញុំឡើងទៅជាការលើតែកន្លះហត្តាទេហើយនេះគឺមេឃនេះវាដាក់ការច្រើនមេឃនេះខ្ញុំបាច់អស់កាត់ទៅមេឃនេះអត់មានណាហើយតាមតែលេខមួយតាមប្រព័ន្ធអ៊ីនធឺណិតពីប្រទេសបងប្អូនហើយគឺយើងធ្វើនេះដើម្បីអូមានបទពិសោធន៍ក្នុងការរៀនសូត្រទី1ការរៀនទី2ក្នុងការអនុវត្តផ្ទាល់រាប់ឆ្នាំមកហើយអញ្ចឹងកាលណាយើងមេស្អាតចឹងទៅគេត្រូវពលឺថ្ងៃមកផ្លែមកបានស្អាតបានសល្អទោះបីយើងមិនសូវបាញ់ឆ្នាំក៏យើងផ្លែបានសល្អដែរហ្នឹងទី1ហើយទី2កាលណាយើងទុកមេច្រើនពេកគឺធ្វើឲ្យពេលមកយើងប៉ះចំហ្នឹងគឺចាស់វាប៉ះសាច់វាមកសាច់វាពេលប៉ះទឹកភ្លៀងទៅវាអាចចូលឲ្យមួយវាជ្រុះទៅមកហ្នឹងព្រះរួយនៃណាសន្លឹកភ្លៀងយើងច្រើនបងអាចបញ្ហានេះវាខូចក្របចន្ទីយើងដែរអញ្ចឹងយើងត្រូវការតែងនៅលើពលានពេញចូលបានល្អបងប្អូនវីដេអូនេះអាចជុំ5នាទីដល់8នាទីដែរវានេះជាការចែកម្លែកបាទមិនមែនជាការដូរឆ្នាំអីទេគឺឡើងការចែកម្លែកទេហើយកាលណាពេលយើងតែងក្នុងខែហ្នឹងពេលយើងប្រមូលផលយើងតែងហើយដើមដងចន្ទីយើងក៏វាស្រាលដែរបាទក៏វាស្រាលដែរហើយក៏វាលឿនដែរហើយសំបីដល់ឥឡូវនេះក៏ជួយយ៉ាងណាចិត្តចូលចាស់ឆ្នាំនេះចេញថាប្រមូលផលយឺតមែនតែជួយវាចេញលឿនចេញអាចឆ្នាំក្រោយឬអាចចន្ទីអាចបានផលលឿនតែកុំឲ្យជែកដល់ជែកមួយឆ្នាំនេះទៅទៀតដែរគាត់ពេលណាដែលតិចហើយបងប្អូនត្រូវទៅយល់អំពីអាកាសធាតុផងដល់តិចយើងត្រូវការបាញ់ឆ្នាំប្រភេទនេះទៅលើឆ្នាំចន្ទីតែបើសិនជាយើងអត់ចូលពីវាយើងទៅបាញ់ឆ្នាំបាញ់ទៅបានផលមិនអីទេបងចាំតែទីទូប៉ុណ្ណឹងហើយមកនៅការតែនៅចំអូនេះខ្ញុំអត់ឲ្យបងទៅឆ្ងាយតិចហើយខ្លាចដើម្បីចន្ទីធ្លាក់ប៉ះទូរស័ព្ទបាទចឹងយើងឆ្ងាយតិចបាទចឹងចាប់ផ្ដើមបង
បងប្អូនឥឡូវយើងកាត់មែកហើយស្រឡះល្អណាស់3មែកឬក៏4មែកឬក៏2មែកបានហើយបាទធ្វើម៉េចឲ្យប្លុកកដាលវានេះដូចថាចំហការពិតទៅមែកនេះខ្ញុំតែងអស់ជ្រុលផងដោយសារតែមូលហេតុឯងមែកវាកថេងទេបងប្អូនមែកកថេងខ្លាំងមែកកថេងខ្លាំងនេះយើងតែងទៅមើលទៅឃើញអញ្ចឹងឃើញស្លាស់ថេងឥឡូវយើងដានមើលទាំងអស់គ្នាបងប្អូនវានេះបាទយើងមែកនេះខ្ញុំតែងប៉ុណ្្នឹងទេបងពីថាមែកនេះវាអាក្រោមញឹកអាក្រោមញឹកអាក្រោមអញ្ចឹងទៅអាលើវាមានអីត្រូវចេញមកទៅថានេះបាទអញ្ចឹងយើងកាត់តាក្រោមអស់ហ្នឹងវាយកដាលមួយឆ្លាស់ទេងបាទហើយកុំភ័យបងប្អូនចាំទីដឹងដុសលឿនណាបាទអត់បញ្ហាទេហើយមែកចេញតន្តិចទៀតដុសមកពេញហើយទី1បងប្អូនខ្ញុំប្រាប់មូលហេតុមួយទៀតបើថាវាវែងអញ្ចឹងបងប្អូននេះមិនតាន់អីយើងអាចនៅទុកបានមួយឆ្នាំមួយទៀតវាវែងអញ្ចឹងយើងកាត់ចុងវាចោលកាត់ចោល1ម៉ែត្រឬក៏2ម៉ែត្រតាមចំណងចំណូលចិត្តរបស់បងប្អូនកាត់ចោលទៅកាត់ត្រឹមនេះទៅបាទឆ្លាញ់ប្រហែល2ម៉ែត្រកាត់2ម៉ែត្រពឹបអានោះក៏2ម៉ែត្រដូចគ្នាស្មើគ្នាតែពេលវាដុសកំពង់ថ្មីទៅចេញមកស្អាតតែហ្មងមែកនេះរៀងកថេកធំបងប្អូនបើមិនយើងទុក4ក៏វាមើលតំណងវាស្អាតដែរប៉ុន្តែវាអត់សំខាន់ទៅលើស្អាតទេសំខាន់ទៅលើឲ្យមែកវាឆ្លាស់អានេះវាចង់ជ្រុលបងដោយសារមែកក្រោមវានេះមែកក្រោមហ្នឹងវាញឹកពេកអញ្ចឹងកាត់ឲ្យក្រោមអស់ទៅឃើញតែ3មើលទៅស្អាតប៉ុន្តែវាគ្រាន់ថាវារៀងនេះតិចបងប្អូនរៀងឆ្លាស់ល្អតិចហើយដូចមែកនេះតាមសកាអាមែកនេះក៏យើងត្រូវឡើងទៅដល់លើនោះចោះអាលើនោះហើយជា2 3ម៉ែត្រដែរមិនមែនទុកអញ្ចឹងទេបងប្អូនចោះ2 3ម៉ែត្រទៀតបាទអញ្ចឹងប៉ុណ្ណេះអានេះបើសិនទុក4ម៉ែត្រក៏ល្អដែរមិញ3ម៉ែត្រស្អាតខាទៅនោះបាន4ម៉ែត្រកន្លងជុំវិញហ្មងតែបើសិនតែយើងស្តង់ដារយើងវាត្រូវទុកទៅ3ម៉ែត្រដើមទៅ3ទេដើមទៅ3សាខាអញ្ចឹងទៅយើងវាល្អប៉ុន្តែក៏យើងតែងពីដើមដៃមកគឺវាស្អាតល្អបងប្អូនយើងតែងពីទូចរហូតដល់2ឆ្នាំ3ឆ្នាំយើងតែងវារហូតតែចេញរៀងជាមុំ3លក្ខណៈជា3អញ្ចឹងណាជា3អញ្ចឹងវាមើលទៅស្អាតដែរបាទដើមដងវាស្អាតបងហើយអត់មានអីបងប្អូនជំរាបលាទាំងអស់គ្នាបាទនេះជាការចំណេះដឹងចែកម្លែកមួយទៅកាន់បងប្អូនកសិកម្មទាំងអស់គ្នាបាទដើម្បីឲ្យប្រមូលផលបានចន្ទទីច្រើនគ្រប់គ្នាបាទជំរាបលាអស់គ្នាសូមជួយបងប្អូនជួយ Subscribe YouTube ខ្ញុំផងបាទចំណេះដឹងយើងចែកម្លែកតាមនឹងទៅទៀតបងប្អូនបាទបាយ